បងប្អូនបានដឹងរួចមកហើយថា Agifit បានបង្កើតវគ្គពេទ្យសាស្ត្រចំនួនទី1និងចំនួនទី2ឥឡូវយើងនឹងបង្កើតវគ្គទី3សម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ទៅលើការចិញ្ចឹមសត្វព្រមទាំងការព្យាបាលអញ្ចឹងសម្រាប់តាក់ទងនឹងដើមហេតុដែលយើងបង្កើតវគ្គទី3នេះឡើងគឺដោយសារតែយើងសង្កេតឃើញថាមួយរយៈពេលនេះមានការផ្ទុះឡើងនៃជំងឺព្រមទាំងមានការធ្លាក់ភ្លៀងបំរែបំរួលអាកាសធាតុច្រើនជាងមុនអញ្ចឹងជាហេតុផលដែលធ្វើឲ្យសត្វនៅតែបន្តការផ្ទុះជំងឺព្រមទាំងមានកត្តារួមផ្សំផ្សេងទៀតដែលធ្វើឲ្យសត្វនឹងចាប់ផ្ដើមមានបញ្ហាជាច្រើនដោយសារមូលហេតុខាងលើនេះហើយខាងក្រុមការងាររបស់ Agifit យើងបានផ្ដោតសំខាន់ទៅលើការផ្ដល់ទៅលើបច្ចេកទេសក្នុងការពិនិត្យត្រួតពិនិត្យទៅលើជំងឺលក្ខណៈរូបសាស្ត្រលក្ខណៈធម្មតារបស់សត្វថាសត្វនេះឈឺឬក៏មិនឈឺបាទលក្ខណៈធម្មតាណាហើយប្រៀបធៀបជាមួយនឹងសត្វដែលមានបញ្ហាជំងឺគេមើលទៅលើគេខ្លះមើលតាំងពីជើងភ្នែកអីជាដើមហើយបន្ទាប់មកយើងបន្ថែមទៅលើការស្គាល់អំពីថ្នាំក្រុមនៃថ្នាំតើថ្នាំប្រភេទក្រុមកតើអាចព្យាបាលទៅលើជំងឺនេះបានអត់ឥឡូវគេថាដោយពពួកបេតាឡាតាមតើក្រុមបេតាឡាតាមនឹងមានថ្នាំគេខ្លះអាចព្យាបាលលើជំងឺគេខ្លះភាពជាក់ស្ដែងយើងតែងតែលើពាក្យថាអាម៉ុកបាទជាប្រភេទថ្នាំសាសអញ្ចឹងយើងនឹងបង្ហាញឲ្យពុកម៉ែបងប្អូនឬក៏បសុពេទ្យជាច្រើនទៀតដែលមានចំណាប់អារម្មណ៍ទៅលើថ្នាំនិងយល់កាន់តែច្បាស់អំពីថ្នាំបុព្វហេតុចម្បងរបស់ក្រុមការងារ Agifit របស់យើងបាទគឺចង់ឲ្យពុកម៉ែបងប្អូនទាំងចិញ្ចឹមទាំងការព្យាបាលមានភាពល្អប្រសើរជាងមុនដោយសារតែយើងឃើញថាការព្យាបាលបាទនៅមានចំណុចដែលត្រូវសិក្សាបន្ថែមព្រមទាំងពុកម៉ែបងប្អូនដែលជាកសិករចិញ្ចឹមខ្នាតមធ្យមខ្នាតធំត្រូវការអ្នកប្រឹក្សាបន្ថែមទៅក្រុមការងារយើងបង្កើតវគ្គបណ្ដុះបណ្ដាលទៅលើបច្ចេកទេសទៅលើពេទ្យសត្វនេះបន្ថែមឲ្យពុកម៉ែបងប្អូនយល់កាន់តែច្បាស់អំពីការចិញ្ចឹមសត្វព្រមទាំងការព្យាបាលអញ្ចឹងអត្ថប្រយោជន៍ធំចម្បងរបស់ពុកម៉ែបងប្អូនគឺទី1ស្គាល់អំពីបច្ចេកទេសក្នុងការថែទាំស្គាល់អំពីបច្ចេកទេសក្នុងការព្យាបាលព្រមទាំងថ្នាំគឺជាចំណុចទី1ទី2គឺតកតងនឹងចំណេញពេលវេលាក្នុងការព្យាបាលព្រោះធម្មតាកន្លែងខ្លះគឺយើងត្រូវចាយពេលវេលាទៅហៅពេទ្យមកព្យាបាលប៉ុន្តែបើយើងចេះខ្លួនឯងគ្រាន់តែប្រឹក្សាយោបល់បន្ថែមមានចំណេះជំនាញក្រោយពីបានរៀនសូត្រហើយអាចយកទៅព្យាបាលទៅលើករណីមួយចំនួនធំដើម្បីការពារតកតងនឹងសត្វរបស់ពុកម៉ែបងប្អូនជឿរឿងទី3គឺចំណេញទៅលើថវិកាធម្មតាយើងហៅពេទ្យចុះមកព្យាបាលគឺជាពេលវេលាមួយដែលយើងអាចចំណាយថវិកាបន្ថែមទៅឲ្យពួកគាត់ប៉ុន្តែបើសិនជាពុកម៉ែបងប្អូនចេះហើយស្រាប់ឬក៏ពុកម៉ែបងប្អូនដែលចង់បន្ថែមទៅលើជំនាញបន្ថែមទៅលើផ្នែកពេទ្យសត្វឬក៏ចង់ទៅបើករបរតាក់ទងនឹងពេទ្យសត្វនៅតាមភូមិនេះគឺជាឱកាសមួយសម្រាប់ពុកម៉ែបងប្អូនចូលមករៀនសូត្រនៅក្នុងវគ្គពេទ្យសត្វដំណាក់កាលទី3នេះរងចាំអ្វីទៀតសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ទៅលើវគ្គពេទ្យសត្វបាទនឹងចង់ក្លាយជាអ្នកព្យាបាលព្រមទាំងស្គាល់អំពីបុព្វហេតុការព្យាបាលជំងឺផ្សេងៗបងប្អូនអាចចូលរួមមកចុះឈ្មោះនៅក្រុមហ៊ុន Agifit របស់យើងបាន